ចានេះខ្ញុំតាបរវងសុំអញ្ញាគោរពជំរាបសួរដល់ទស្សនិកជនទាំងអស់ថ្ងៃនេះគឺនីតានាំចល័យស្នេហ៍ថ្មីហើយក៏ដូចជាកន្លែងទេសភាពហើយដំណើរកម្សាន្តថ្មីចាថ្ងៃនេះគឺនីតាបានមកសម្រាប់លេងនៅក្រុងបាត់ដំបងហើយក៏មកសម្រាប់នៅកន្លែង resort មួយដែលប្រហែលជាបងប្អូនទាំងអស់គ្នាដូចជាមិនទាន់ជាដឹងចាឲ្យតែជា viral តែម្ដងទេអញ្ចឹងក៏នីតាមកសម្រាប់ហើយទទួលបានបរិយាកាសល្អបរិសុទ្ធហើយមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងក៏ចង់បង្ហាញដល់ជូនដល់អ៊ំពុំមីបងប្អូនអរគ្នាឲ្យបានដឹងសម្រាប់ថាអ៊ំពុំមីបងប្អូនអរគ្នាចង់ទៅដើរលេងនៅកន្លែងណាដែលសប្បាយហើយទទួលបានបរិយាកាសល្អហើយ relax បើសិនជាហត់ពីការងារអីមកសម្រាប់ហ្នឹងគឺបានទទួលនូវការសប្បាយ relaxនៅការលំហែពីការងារមែនទេអញ្ចឹងនេះតាចង់បង្ហាញ resort មួយគឺជា resort The Sanctuary Villa ចានៅក្រុងបាត់ដំបងតែម្ដងចង់ដឹងទេថាទស្សនីយភាពបែបណាហើយបន្ទប់កន្លែងស្នាក់នៅស្អាតដល់កម្រិតណាអញ្ចឹងចូលរួមចាំស្ដាប់ទស្សនាជាមួយនឹងបងប្រុសដែលគាត់ជាម្ចាស់ resort ផ្ទាល់តែម្ដងចាជួបជាមួយគាត់ដូចតទៅជំរាបសួរបងបាទជំរាបសួរនេះគឺតាមមកលើកទី1ហើយក៏បានមកសម្រាប់នៅកន្លែងពិសោធន៍បងផ្ទាល់ហើយមានចំណាប់អារម្មណ៍ថាសប្បាយរំភើបហើយដល់ពេលអញ្ចឹងទៅក៏សូមធ្វើការបងកិច្ចសភាជាមួយតាមានបញ្ហាអីណាបងបាទអត់អីទេបាទឃើញបងប្រុសគាត់នៅក្រៅគាត់រស់រាយទទួលរាក់ទាក់ទាំង service ទាំងគ្រប់ស្ថប់បែបយ៉ាងហ្មងណាបងប្អូនចាទោះបីថាបងគាត់ជាតកែមែនប៉ុន្តែពេលដែលគាត់ត្រូវការ service អីជួយបុគ្គលិកអីក៏គាត់ជួយដែរអត់ប្រកាន់ខ្លួនទេអញ្ចឹងណាហើយក៏អញ្ចឹងទៅគាត់ធ្វើសុំសម្ភាសជាមួយនឹងបងផ្ទាល់រយៈពេលចង់សួរបងបន្តិចថារយៈពេលដែលបងសាងសង់ resort នេះឡើងមករយៈពេលប្រហែលឆ្នាំហើយបងយើងមែនទែនទៅចាប់តាំងពីឆ្នាំ2010មកអញ្ចឹងវា15-16ឆ្នាំហើយអូ15-16ឆ្នាំចាតែប៉ុន្តែចំពោះដែលមើលផ្ទាល់ឃើញ resort បងទោះបីរយៈពេលយូរមួយមែនក្តីតែឃើញនៅ resort បងនៅស្អាតនៅមានបរិយាកាសល្អស្រស់បំព្រងហ្មងដូចថាស្មារតីគាត់តែបង្កើតបាន3-4-5ឆ្នាំហ្នឹងតាដល់សួរបងតបានថាដឹងថាអូរយៈពេលយើងឈរជើងយូរដែរហើយណោះចាជាទូទៅសម្រាប់ resort បងផ្ទាល់ភ្ញៀវដែលគាត់ជើញចូលមកស្នាក់នៅហ្នឹងជាភ្ញៀវបរទេសឬមួយក៏ភ្ញៀវខ្មែរភាគច្រើនបងយើងនៅទីនេះជាទូទៅភាគច្រើនគឺភ្ញៀវពួកខាងអឺរ៉ុបនឹងចម្រុះជាតិសាសមកពីផ្នែកខាងអាស៊ីខ្លះដែរយើងស្ទើរតែ90%ហើយអាចថា10%ហ្នឹងនឹងឲ្យភ្ញៀវ local គាត់ជាជនជាតិខ្មែរយើងអញ្ចឹងមួយរយៈចុងក្រោយនេះបានគាត់ទើបស្គាល់ខ្លះតាមរយៈនឹងឲ្យ social media តាមរយៈដូចជាប្អូនមកអញ្ចឹងទៅចិត្តជួយចែករំលែកអញ្ចឹងទៅបាទអញ្ចឹងគាត់បានដឹងបានឬគាត់មកតាមរយៈអញ្ចឹងខ្លះបាទចាបាត់មែនហើយបងហើយមិញក៏ចូលរួម breakfast មិញឃើញបងជនបរទេសដែលគាត់អញ្ជើញមកលេងណាសប្បាយមែនតើហើយរយៈពេល2ថ្ងៃបងប្អូនទាំងអស់គ្នាលក្ខណៈដែលថាបន្ទប់យើងជាប់គ្នាទោះបីតែភ្ញៀវបរទេសពិតមែនក្តីក៏ប៉ុន្តែមានភ្ញៀវខ្មែរជនជាតិខ្មែរយើងក៏បានចូលរួមស្នាក់នៅដែរហើយក៏មានការពេលយប់ឡើងយើងញ៉ាំឈៀលពេលមកអាំងទឹកអីអញ្ចឹងណាហើយក៏យើងមានការរាប់អានគ្នាដោយថាស្គាល់គ្នាពីមុនមកអីដូចយ៉ាងចិត្តស្និទ្ធហ្មងណាចាដោយថាស្អិតរមួតជាមួយនឹងគាត់ជនជាតិបរទេសគាត់ស្វាគមន៍ជាមួយយើងក៏ស្វាគមន៍ដល់ភ្ញៀវបរទេសដើម្បីឲ្យគាត់ធ្វើការកាន់តែផ្សព្វផ្សាយថាខ្មែរយើងគឺមានបេះដូងល្អចិត្តបរិសុទ្ធយើងទោះដោយស្វាគមន៍រាក់ទាក់ដែលយើងជាប្រទេសដែលមានបេះដូងល្អស្អាតទោះបីតែប្រទេសយើងទួយក្តីតែបេះដូងយើងពោពេញដោយក្តីស្រឡាញ់ពិតប្រាកដណាស់បងណាចានេះតាគឺថាមក2ថ្ងៃមែនក៏ប៉ុន្តែមិនចង់ឃ្លាតទេតែត្រូវមិនទៅផ្ទះយើងនៅពេញត្រូវត្រឡប់ទៅធ្វើការនៅពេញវិញហើយចង់សួរបងមួយទៀតចំពោះថាបន្ទប់បងមានប្រភេទបែបមិនដែរបងហើយតម្លៃចាប់ពីប្រហែលទៅប្រហែលទៅអញ្ចឹងណាបាទនៅខាងយើងមាន3ប្រភេទមានក្រេ1ក្រេ2និងបន្ទប់លក្ខណៈគ្រួសារហើយតម្លៃយើងចាប់ពី$35ឡើងទៅហ្នឹងមានជាមួយនឹងអាហារពេលព្រឹកទៀតចាអូ$35ក៏មានអាហារពេលព្រឹកដែរបងប្អូនវិញមិនបាច់ថាព្រឹកឡើងយកបើកភ្នែកមករៀងហេវអីចឹងត្រូវទៅរកអីញ៉ាំអីនៅក្រៅឆ្ងាយអីមិនភ័យទេគឺមាន breakfast ចាំពេលថ្ងៃឡើងយើងចង់ភាសាអីផ្សេងទៀតចាំយើងបានលេងទៅភាសាអីទៀតចឹងទៅបងណោះចាចំពោះតែថ្ងៃណាដែលបងដាច់ជាងគេមើលទៅដែលគាត់ភ្ញៀវបុកសម្រាប់ចូលថ្ងៃណាដែលពិសេសជាងគេបងជាទូទៅនៅនេះយើងបែងចែកជា
season មានខែអត់សូវមានភ្ញៀវមានខែមានភ្ញៀវហើយឥឡូវនេះចាប់ផ្ដើមពីខែ11ទៅហ្នឹងគឺភ្ញៀវច្រើនណាស់ទាំងបរទេសទាំងខ្មែរអញ្ចឹងណាចាបាទដូចបងថា full ហ្មងពុទ្ធអត់មានលទ្ធជួបការភ្ញៀវកក់មកបដាបដាទៀតអត់តនេះអញ្ចឹងអង្គពុំបងប្អូនអស់គ្នាបើត្រូវការកក់អីសូមលេខទូរស័ព្ទបងចាកុំចោលតែផ្ទាល់ហ្មងគាត់អាចមានព័ត៌មានច្បាស់លាស់ឲ្យបងប្អូនថាត្រូវថ្ងៃណាទាំងថ្ងៃណាអាចទទួលយកបានថ្ងៃណាកក់អីបានអញ្ចឹងណាជួនកាលលឺស្ដាប់បងគាត់ថា schedule គាត់ពេញហ្មងចំពោះថ្ងៃបុណ្យចិត្តអុំទុកយើងណាបងเนาะចាពេញអស់លេងឡើងភ្ញៀវខ្លះគាត់ស្ដាយគាត់ថាគាត់សុំចង់កក់មកមុនអីមកលេងអីមកមើលអីហើយទឹកអីអញ្ចឹងណាក៏តែបងថាពេញអស់ហើយអញ្ចឹងអាចពាក់ក្រោយទៀតអញ្ចឹងចាជាទូទៅចាចំពោះនៃការមកផ្ទាល់គឺឃើញថាកន្លែងបងគឺពោពេញដោយធម្មជាតិចាធម្មជាតិច្រើនមែនតើហើយធ្វើឲ្យបងដែលគាត់អញ្ជើញមកលេងហ្នឹងទទួលបានបរិយាកាសមួយដែលប្លែកហើយ relax ជាមួយនឹងការងារអញ្ចឹងណាហើយចំពោះបងផ្ទាល់ជាចុងក្រោយគឺនីតាចង់សួរពីចំណាប់អារម្មណ៍បងថាមានផ្សារអ្វីដែលផ្ញើជូនដល់អ៊ំពូមីបងប្អូនអរគ្នាដែលគាត់បានមើលវីដេអូមួយនេះផងដែរបាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានជួយគ្រប់គ្រងកន្លងមកចាត្រូវឲ្យបងប្អូនដែលតាមមានការគាត់តាំងកន្លែងរបស់ខ្ញុំផ្ទាល់ចាហើយជាចុងក្រោយសូមបងប្អូនតាក់ទងមកតាមរយៈលេខទូរស័ព្ទដូចជានៅខាងលើអេក្រង់ស្រាប់បាទសម្រាប់ទំនាក់ទំនងផ្ទាល់មកខ្ញុំឬក៏អាចថាមានអីជាតម្លៃពិសេសសម្រាប់បងប្អូនបាទ inbox បងមកផ្ទាល់ណាបងប្អូនទាំងអស់គ្នាបើសិនជាចង់បានតម្លៃពិសេសដល់ inbox បង inbox booking ជាមួយបងប្រុសផ្ទាល់តែម្ដងមិនមានតម្លៃពិសេស VIP ជូនអញ្ចឹងណាហើយបើសិនជាមានចំនួនមនុស្សប្រហែលនេះអីប្រហែលនេះអីអាចចរចាជាមួយបងបានការលើកតិចតួចអីអញ្ចឹងណាបងចាត្រូវបងเนาะហើយចំពោះកន្លែងបងក៏យើងមានកន្លែងអង្គុយលេងអីហើយទឹកអីយើងញ៉ាំអីជាពេលយប់ឡើងចាគឺមកសប្បាយចាមកសប្បាយមែនណាបងប្អូនទាំងអស់គ្នាខ្ញុំទទួលបានអារម្មណ៍ថាដកជាប់ក្នុងបេះដូងតែម្ដងមកកន្លែងបងលើកទី1ហើយគឺចង់មកក្រោយទៀតហើយនឹងណែនាំទៅជូនដល់ភ្ញៀវយើងចានៅភ្នំពេញផងដែរគាត់ចង់មកបន្តទៅទៀតអញ្ចឹងណាបងចាហើយចំពោះនីតាផ្ទាល់ក៏សូមអរគុណដល់បងដែលបានទទួលយ៉ាងកក់ក្ដៅស្វាគមន៍ចំពោះបងអូនហើយនឹងអ្នកម៉ាក់និងលោកពូជាឈីមដែលគាត់បានមកថតនៅបាត់ដំបងនេះហើយស្នាក់នៅកន្លែងបងហើយបងក៏បាន discount ជូនបងអូនផងដែរនិយាយជំរាបតាមផងបង discount ដែរហ្នឹងណាចាហើយអរគុណមែនតែនចំពោះទឹកចិត្តចាអរគុណហើយក៏សូមជូនពរដល់បងឲ្យដំណើរការកាន់តែរលូនមានភ្ញៀវគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុកអញ្ចឹងបងប្អូនអ៊ំពូមីទាំងអស់គ្នាបើសិនជាត្រូវការចង់ inbox booking អីចឹងណាចាយើងនៅមានលេខទូរស័ព្ទនៅលើវីដេអូស្រាប់អញ្ចឹងវេលាពេលនេះអស់ហើយអញ្ចឹងអរគុណសូមជម្រាបលាអរគុណចាអ៊ំពូមី